bạn để đá video tới cầm post pi ngày mà dục tớiនេះគឺអត់មានបានទៅដើរលេងនៅណាទេដោយសារតែចំអត់បានមើលព្យាករណ៍អាកាសធាតុគឺទៅដល់នោះគឺព្យុះភ្លៀងទាំងព្រឹកថ្ងៃយប់សឹងតែ24ម៉ោងហ្នឹងមិនមែនជារដូវភ្លៀងធម្មតាទេបើរដូវភ្លៀងធម្មតាគេអាចភ្លៀងពេលថ្ងៃឬក៏ពេលល្ងាចតែនេះភ្លៀង24ម៉ោងមកចឹងសម្រាប់បងប្អូនដែលចង់ទៅលេងនៅខាងព្រៃភ្នំខាងសមុទ្រអីនៅក្នុងខែនេះគឺមុននឹងចេញទៅសូមពិនិត្យឬក៏ឆែកមើលអាកាសធាតុឲ្យបានត្រឹមត្រូវជៀសវាងនៅពេលដែលយើងទៅដល់ហ្នឹងហើយអត់ដឹងថាទៅលេងនៅណាដោយសារមេឃភ្លៀងរហូតគឺពិបាកកន្លែងដើរលេងមែនទែនអញ្ចឹងមានតែទៅដល់ហ្នឹងគឺសម្រាប់នៅកន្លែងដេកហ្នឹងតែម្ដងអត់បានទៅណាទេអញ្ចឹងនៅពេលដែលយើងទៅផ្លូវឆ្ងាយហើយអត់បានដើរលេងវាខាតពេលវេលាហត់ហើយអាចថាចំណាយលុយគួរសមដែរអញ្ចឹងមុននឹងទៅដើរលេងនៅក្នុងខែនេះគឺត្រូវតែត្រួតពិនិត្យអាកាសធាតុឲ្យបានស្រួល